Hello guys สวัสดีមកកាន់ channel របស់ខ្ញុំចាសម្រាប់ថ្ងៃនេះខ្ញុំនឹងធ្វើការ review នៅរឿង BL ថៃថ្មីមួយដែលមានចំណងជើងថា My Stubborn the Story នឹងឯអ្នកនរគ្នាដោយយើងបកប្រែជាភាសាខ្មែរថាក្រែងហៀប្រាប់ថាអត់ចូលចិត្តក្មេងនោះអីចាសម្រាប់រឿងមួយនេះនឹងចេញផ្សាយនៅថ្ងៃទី20ខែមេសានេះឯងរឿងមួយនេះដែរនិយាយពីស្នេហារវាងអ្នកធ្វើការជាមួយនឹងក្មេងហាត់ការនឹងឯអ្នកនរគ្នាចាដោយពីមុនមកទូថប់របស់យើងដែលគាត់មានឈ្មោះតាសនហើយនឹងតួបទរបស់យើងដែលមានឈ្មោះតាជុនគឺគាត់ធ្លាប់មាន something ជាមួយនឹងគ្នាដោយការនឹងដែរគឺថាជុនរបស់យើងគឺគាត់បានឃើញសនរបស់យើងហ្នឹងគឺគាត់កំពុងតែជួយខ្លួនឯងនឹងឯអ្នកនរគ្នាដែលវាធ្វើឲ្យអាអូនតុយរបស់ជុនហ្នឹងក៏ឡើងតាមនឹងដែរពេលនោះសនរបស់យើងក៏បានមើលឃើញថាជនរបស់យើងហ្នឹងកំពុងតែលួចមើលគាត់អីចឹងណានៅពេលដែលគាត់ចាប់បានជនគឺគាត់បានឃើញថាអូនតុយរបស់ជនហ្នឹងកំពុងតែឡើងអញ្ចឹងទៅគាត់ក៏បានស្នើសុំជនហ្នឹងឲ្យគាត់បានជួយនឹងឯអ្នកនរគ្នាចាអញ្ចឹងហើយមានន័យថាសននៅនឹងជនរបស់យើងគឺគាត់ធ្លាប់មាន something ជាមួយនឹងគ្នាមុនពេលដែលគាត់បានមកធ្វើការជាមួយនឹងគ្នាចាសម្រាប់សនរបស់យើងគឺគាត់ជាមនុស្សដែរពូកែធ្វើការងារមកចត់ក្នុងការងារប៉ុន្តែគឺគាត់អត់ចូលចិត្តក្មេងនោះទេថ្ងៃដែលជនរបស់យើងគាត់បានចូលធ្វើការងារគឺបានសនរបស់យើងនៅឯងជាអ្នកបង្ហាត់បង្រៀនការងារដល់គាត់ប៉ុន្តែសនរបស់យើងគឺគាត់ចូលចិត្តធ្វើបាបជនរបស់យើងខ្លាំងមែនទែនគឺគាត់តែងតែរករឿងរកការងារឲ្យជនរបស់យើងធ្វើរហូតដោយគ្មានពេលសម្រាប់សោះចាថ្ងៃមួយពួកទូប្រុសរបស់យើងគឺគាត់បានរំលឹកអនុស្សាវរីយ៍ដែលគាត់ធ្លាប់ធ្វើជាមួយនឹងគ្នាកាលពីមុនមកគឺគាត់ធ្វើគ្រប់ទីកន្លែងតែម្ដងនឹងឯអ្នកនរគ្នាចាហើយសកម្មភាពរបស់គាត់ក៏បានខ្លាយជាទម្លាប់នឹងឯអ្នកនរគ្នាប៉ុន្តែសនរបស់យើងគឺគាត់មិនមែនមានតែជនរបស់យើងម្នាក់នោះទេគឺគាត់មានដៃគូជាច្រើនទាំងអ្នកធ្វើការជាមួយនឹងគាត់និងដៃគូខាងក្រៅទៀតនៅថ្ងៃមួយជនរបស់យើងក៏បានសួរទៅសនថាតើរវាងពួកគាត់ទាំងពីរនាក់ត្រូវជាអ្វីជាមួយនឹងគ្នាឲ្យពិតប្រាកដទៅសនរបស់យើងក៏បានឆ្លើយថាពួកគាត់ទាំងពីរនាក់គ្រាន់តែជាដៃគូលើក្រេជាមួយនឹងគ្នាតែប៉ុណ្ណោះកុំយកអារម្មណ៍មកលាយឡំជាមួយនឹងគ្នាឲ្យសោះចាសម្រាប់រឿងមួយនេះដែរមានដល់ទៅ3គូនឹងឯអ្នកនរគ្នាប៉ុន្តែខ្ញុំលើកយកមកនិយាយតែតួឯករបស់យើងតែមួយគូនោះទេអូខេសម្រាប់ការ review របស់ខ្ញុំមានតែប៉ុណ្្នឹងឯងកុំភ្លេចធ្វើការទស្សនាទាំងអស់គ្នាណាបាយ